ករណីបង្ក្រាបគ្រឿងញៀនឆ្លងដែនដល់កក្រៅដែលសមត្ថកិច្ចជំនាញរបស់អូស្ត្រាលីឃាត់ខ្លួននារីអូតេសថៃម្នាក់រួមជាមួយនឹងហេរ៉ូអ៊ីនទម្ងន់1 គីឡូក្រាមនៅព្រលានយន្តហោះ Melbourne កាលពីចុងខែមិថុនាកន្លងទៅឥឡូវនេះបងប្អូនសមត្ថកិច្ចជំនាញរបស់ថៃខាងបង្ក្រាបគ្រឿងញៀនតែម្ដងបានបើកប្រតិបត្តិការបំមាញ់និងស្វែងរកតម្រុយរហូតឈានទៅដល់ការបំបែកឧក្រិដ្ឋកម្មនេះបានអញ្ចឹងខ្ញុំគិតថាអ្វីដែលខ្ញុំនិយាយទៅកាន់បងប្អូនពិចារណាហើយចាំបញ្ចេញនៅការយកឃើញរបស់បងប្អូនពូមីងម្នាក់ទាំងអស់គ្នាព្រោះដោយសារខ្ញុំឃើញអត្ថបទព័ត៌មាននេះដូចរៀងប្លែកដែរនេះបានឆែកឆេររកឃើញហេរ៉ូអ៊ីនដែលគេបានមើលទៅជាការកិនឲ្យคล้ายទៅជាភាគល្អិតតូចរួចច្រកថង់ផ្លាស្ទិកហើយដែលប្រកបលាក់នៅចន្លោះស្រទាប់កណ្ដាលនៃសាច់ក្រណាត់ឈុតថៃដែលជាអាវសូត្រនិងអាវរងាក្រាស់ដែលរបស់ទាំងនេះគឺនារីអូតេសបើសិនជាគាត់គ្រាន់តែកាន់ឬក៏ស្ទាបគាត់មើលអត់ដឹងទេហើយនៅពេលដែលគាត់ស្ទាបគាត់ដឹងថាមានរបស់អីនៅជាប់ទៅនឹងអាវនឹងដែរពីព្រោះដោយសារតែប្រភេទនៃសាច់កៅអៅសូត្រហ្នឹងហើយនឹងកៅអៅរងាគឺវាក្រាស់អញ្ចឹងបើសិនជាគេកាន់វាឲ្យមានភាគល្អិតតូចបងប្អូនបានឃើញនៅក្នុងរូបភាពអញ្ចឹងណាមានន័យថាវាងាយស្រួលនៅក្នុងការបង្កប់ហើយអ្នកកាន់ហ្នឹងក៏គាត់អត់ចាប់អារម្មណ៍ដែរដូច្នេះនៅពេលដែលនារីអូតេសជាជនជាតិថៃហ្នឹងគាត់បានរើអីវ៉ាន់ដែលគេបញ្ញាមកកាន់គាត់គឺគាត់ក៏បានរើអាប្រភេទកៅអៅរបៀបធំកៅអៅធ្ងន់ហ្នឹងដាក់ចូលទៅក្នុងវ៉ាលីហើយរបស់ស្រាលគឺគាត់ស្ពាយជាប់នឹងខ្លួនតែម្ដងអញ្ចឹងនៅពេលដែលខាងសមត្ថកិច្ចធ្វើការសាកសួរទៅកាន់នារីដែលជាបុគ្គលិកខាងអូតេសហ្នឹងនារីហ្នឹងក៏បានលើកឡើងថាដំបូងឡើយគឺមានពីអ្នកប្តីប្រពន្ធហ្នឹងបានយកបញ្ញាអីវ៉ាន់ហ្នឹងមកឲ្យគាត់ដល់ខុនដូអញ្ចឹងហើយនៅពេលដែលសមត្ថកិច្ចបានដឹងរឿងនេះក៏ទៅឆែកកាមេរ៉ានៅខុនដូពិតជាឃើញពីអ្នកប្តីប្រពន្ធដែលជាឈ្មួញកណ្ដាលហ្នឹងជាអ្នករត់យកបញ្ញាហ្នឹងទៅឲ្យនារីដែលជាអូតេសហ្នឹងស្ថិតក្នុងទីក្រុងបាងកកហើយសមត្ថកិច្ចថៃក៏បានបញ្ជាក់ដែរថាពីអ្នកប្តីប្រពន្ធហ្នឹងប្តីជាជនជាតិឡាវរីឯប្រពន្ធជាជនជាតិថៃពួកគេមានតួនាទីទទួលកញ្ចប់បញ្ញើដែលរៀបចំរួចជាស្រេចដោយមេខ្លោងនៅប្រទេសឡាវជាអ្នករៀបចំអញ្ចឹងពួកគេជាអ្នកចែកចាយបន្តអាចថាជាឈ្មួញកណ្ដាលហើយបើសួរថាពីអ្នកប្តីប្រពន្ធហ្នឹងដឹងថានឹងជាសារធាតុញៀនអត់ដឹងប៉ុន្តែដោយសារតែទឹកលុយវាធំជាងគេហៅថាឧត្តមកតេអញ្ចឹងហើយបានពីអ្នកប្តីប្រពន្ធហ្នឹងនៅចំពោះមុខសមត្ថកិច្ចបានឆ្លើយថាខ្លួនធ្លាប់ធ្វើសកម្មភាពបញ្ញើទំនិញទាំងអស់ហ្នឹងណា6 ដងហើយដោយគោលដៅផ្សេងពីគ្នាហើយមនុស្សក៏ផ្សេងគ្នាដែរអញ្ចឹងមិនមានន័យថាម្នាក់ស្រីដែលជាអូតេសហ្នឹងគាត់ទទួល6 ដងនៃបញ្ញាហ្នឹងគឺអត់ទេគឺអាស្រ័យទៅលើគោលដៅគេកំណត់ឲ្យទៅខាងណាពីអ្នកប្តីប្រពន្ធហ្នឹងគឺគាត់យកបានទៅខាងហ្នឹងហើយគាត់ក៏បានបញ្ជាក់បន្ថែមថាសម្រាប់កម្រៃដែលរកបានពីការរត់ផ្ញើនៅបញ្ញាទំនិញអីផ្សេងទៅឲ្យគេហ្នឹងនៅក្នុងមួយជើងទទួលបានតម្លៃ$241អញ្ចឹងអាចថាឈ្មោះកដាបានតិចជាងអ្នកចុងក្រោយនារីជាអូតេសហ្នឹងគឺគាត់បាន260ហ្នឹងហើយដល់ពេលពីអ្នកប្តីប្រពន្ធនេះមួយជើងគឺបានតែ$241ហើយបើយើងសរុបទៅហេរ៉ូអ៊ីនទាំងអស់ដែលសមត្ថកិច្ចថៃធ្វើការដកហូតបានគឺទម្ងន់24.38 គីឡូក្រាមត្រៀមបញ្ជូនទៅប្រទេសអូស្ត្រាលីក៏ដូចជាតៃវ៉ាន់ដោយគេធ្វើទៅតាមខ្សែបណ្ដាញរបស់គេនៅប្រទេសទាំងអស់ហ្នឹងតែម្ដង